នេះគឺជាទីតាំងអាកាសយានដ្ឋានរបស់ថៃដែលផ្ទុក F-16 និងអាវុធឬក៏គ្រាប់បែកនៅទីនោះដែលជាលេខដ្ឋានសម្រាប់ការហោះហើរឆ្លងចម្បាំងរបស់ថៃដូចជា Gripen ឬក៏ F-16 ជាដើមវាមានឈ្មោះថា Wing 1 តើលេខដ្ឋានឬក៏ទីស្នាក់ការ Wing 1 នេះគឺជាអ្វីដែលទស្សនៈទាំងអស់គ្នារបស់ប្រទេសថៃនឹងបានយល់អំពីរឿងរ៉ាវមួយនេះសូម share វីដេអូមួយនេះផងដែរអំពី Wing 1 របស់ប្រទេសថៃហើយនេះគឺជា coordinate នៃទីតាំងនៃ Wing 1 មួយនោះបងប្អូននឹងឃើញនៅទីតាំងទ័ពរបស់ថៃដែលមាន F-16 ដែលមានផ្ទុកនៅអាវុធឬក៏មូលដ្ឋានទ័ពនៅទីនោះនិយាយរួមទៅវាគឺជាទ័ពអាកាសរបស់ថៃ Wing 1 គឺជាកន្លែងដែលផ្ទុកឆ្លងចម្បាំងសំខាន់បំផុតមួយរបស់កងទ័ពអាកាសថៃវាមានមូលដ្ឋាននៅមូលដ្ឋានទ័ពអាកាស Korat Royal Thai Air Force Base នៅក្នុងខេត្ត Nakhon Ratchasima នៅភូមិភាគឦសានរបស់ប្រទេសថៃ Wing 1 គឺជាអង្គភាពនៅជួរមុខដ៏សំខាន់របស់ប្រទេសថៃដែលវាមានន័យថាគឺជាកន្លែងដែលគ្រប់គ្រងការងារការពារអាកាសសំខាន់និងដើរតួធំក្នុងការការពារផ្ទៃអាកាសរបស់ប្រទេសថៃពួកគេដំណើរការឆ្លងចម្បាំងទំនើបតែភាគច្រើនគឺជា F-16 ហើយជាកន្លែងដែលបណ្ដាលអ្នកបើកបរយន្តហោះឲ្យត្រៀមខ្លួនសម្រាប់បេសកកម្មប្រយុទ្ធដែលមានការឆ្លើយតបទៅនឹងសង្គ្រាមទី2គោលបំណងរបស់ Wing 1 គោលបំណងរបស់ Wing 1 គឺដើម្បីការពារអាកាសរបស់ថៃវាដើរតួជាខែលនៅលើអាកាសរបស់ប្រទេសថៃក្នុងតំបន់កណ្ដាលនិងភាគឦសានប្រសិនបើមានយន្តហោះមានស្គាល់អត្តសញ្ញាណហោះចូលកងដែនអាកាសរបស់ថៃឬហោះហើរជិតព្រំដែនអាកាសនៃ Wing 1 មួយនេះនោះមូលដ្ឋាន Wing 1 នឹងទទួលខុសត្រូវក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងយន្តហោះចម្បាំងទាំងអស់នោះ Wing 1 ពួកគេគ្រប់គ្រងបេសកកម្មចាប់ស្ទាក់ឬក៏ប្រមានយន្តហោះដែលមិនស្គាល់មុខបេសកកម្មឧត្តមភាពផ្លូវអាកាសការពារដែនអាកាសក្នុងពេលមានចំនួនបេសកកម្មអមដំណើរការពារបុគ្គលិក VIP ឬក៏នាយករដ្ឋមន្ត្រីឬក៏ខាងអភិបាលរបស់ប្រទេសថៃវាគឺជាទីតាំងនៃសមយុទ្ធរួមគ្នារបស់ប្រទេសផ្សេងៗជាមួយនឹងប្រទេសថៃដែលធ្វើនៅ Wing 1 មួយនេះហើយ Wing 1 នេះគឺជាកន្លែងមូលដ្ឋានទ័ពអាកាសរបស់ថៃក្នុងការវឹកវើនិងយុទ្ធសាស្ត្រក្នុងការធ្វើសង្គ្រាម Wing 1 ធ្វើអ្វីប្រចាំថ្ងៃជារៀងរាល់ថ្ងៃ Wing 1 បំពេញភារកិច្ចវឹកហាត់និងត្រៀមលក្ខណៈចម្រុះអ្នកបើកបរយន្តហោះអនុវត្តការហោះហើរការចោះចតនិងក្នុងការប្រយុទ្ធគ្នានិងសតិវិធីជួយសង្គ្រោះគ្រោះមហន្តរាយឬក៏សង្គ្រោះបន្ទាន់ទាហានជើងគោករក្សានៅយន្តហោះត្រួតពិនិត្យនឹងម៉ាស៊ីនគ្រឿងអេឡិចត្រូនិកប្រព័ន្ធអាវុធនិងប្រេងឥន្ធនៈរបស់យន្តហោះ Wing 1 តែងតែថែទាំនៅ F-16 និងដូចជាការជូនដំណឹងប្រតិបត្តិការយ៉ាងឆាប់រហ័ស Quick Reactions Alert យន្តហោះទាំងអស់នេះត្រៀមខ្លួនក្នុងការវាយសម្រុកក្នុងរយៈពេលប្រមាណនាទីប្រសិនបើមានយន្តហោះណាហោះចូលមកដែនអាកាសរបស់ថៃដែលមិនស្គាល់មុខឬក៏ឆ្លើយតបទៅនឹងគ្រោះមហន្តរាយទី4កងអនុសេនាធំ Wing 1 Wing 1 ត្រូវបានបង្កើតឡើងនៅកងអនុសេនាធំជាច្រើនដែលនីមួយៗមានតួនាទីផ្សេងៗគ្នាកងវាសេនាតូចលេខ101ជាធម្មតាគឺសម្រាប់ការវឹកហាត់និងការវាយប្រហារធន់ស្រាលវាបានជួយអ្នកបើកបរយន្តហោះក្នុងការរៀនជំនាញមុនពេលទៅហោះហើរយន្តហោះចម្បាំងកងវាសេនាតូចលេខ102និងកងវាសេនាតូចលេខ103ទាំងពីរនេះគឺជាក្រុម F-16 ដ៏សំខាន់ពួកគេបប្រតិបត្តិការឆ្លងចម្បាំងនៅជួរមុខនិងការពារដែនអាកាសរបស់ថៃអ្នកបើកបរយន្តហោះនៅទីនេះទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅក្នុងការចាប់ស្ទាក់ការប្រយុទ្ធតាមអាកាសប្រតិបត្តិការរ៉ាដាការហោះហើរនៅពេលយប់បេសកកម្មពហុតួនាទីកងអនុសេនាធំទាំងពីរនេះគឺជាធម្មពលរបស់ Wing 1 ដ៏រឹងមាំយន្តហោះនៅ Wing 1 ភាគច្រើនគឺជា F-16 Wing 1 ដំណើរការ F-16A/B និង F-16AM/BM Fighting Falcon យន្តហោះទាំងអស់នោះជាឆ្អឹងខ្នងនៃកងហោះចម្បាំងរបស់ប្រទេសថៃអាចបត់បែនបានលឿននិងបំពាក់ទៅដោយរ៉ាដាទំនើបដែលអាចស្ទាក់ចាប់តាមដានយន្តហោះស្រូវបានឆ្ងាយ F-16 នៅ Wing 1 អាចបំពេញតួនាទីដូចជាការពារដែនអាកាសដេញតាមយន្តហោះដែលឈ្លានពានគ្រប់គ្រងនៅកម្លាំងនៅលើដីចូលរួមសម្ពយុទ្ធអន្តរជាតិមូលដ្ឋាននេះគឺជាកន្លែងពិសេសសម្រាប់ថែទាំ F-16 ធ្វើការតេស្តរ៉ាដានិងរក្សាទុកនៅអាវុធនៅទីនោះអាវុធដែលផ្ទុកនៅ F-16 របស់ Wing 1 គឺមានកម្រិតខ្ពស់ខ្លាំងមែនទែនយន្តហោះចម្បាំង F-16 នៅមូលដ្ឋានទ័ព Wing 1 អាចផ្ទុកអាវុធចម្បាំងបានយ៉ាងច្រើនជាស្តង់ដារអន្តរជាតិចម្រុះភាគច្រើនគឺសម្រាប់ការការពារនិងការហ្វឹកហាត់អាវុធពីអាកាសទៅអាកាសគឺដូចជា AIM-120 Abrams កាំជ្រួចដឹកនាំរ៉ាដាចម្ងាយមធ្យមប្រើសម្រាប់ការចាប់ស្ទាក់យន្តហោះចម្បាំងចម្ងាយឆ្ងាយមីស៊ីល AIM-9 Sidewinder វាគឺជាកាំជ្រួចស្វែងរកកម្ដៅចម្ងាយខ្លីសម្រាប់ការប្រយុទ្ធតាមអាកាសអាវុធពីអាកាសទៅដីរួមមានគ្រាប់បែកដឹកនាំគ្រាប់បែកស្តង់ដារដែលប្រើសម្រាប់ការហ្វឹកហាត់ឬសម្ពយុទ្ធរួមគ្នាពួកវាត្រូវបានប្រើប្រាស់នៅពេល F-16 ធ្វើកោតកម្មឬបំពេញតួនាទីក្នុងសម្ពយុទ្ធ F-16 មានកាំភ្លើង M61 Vulcan Cannon កាំភ្លើង 20 មីលីម៉ែត្រអាចបាញ់បានលឿននៅក្នុង F-16 សម្រាប់ការប្រយុទ្ធនៅនឹងភ្នែកឬក៏នៅជិតយន្តហោះសភាវុធទាំងអស់នេះត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្រោមច្បាប់យោធាថៃហើយត្រូវបានប្រើប្រាស់សម្រាប់វិស័យការពារជាតិនិងបណ្ដុះបណ្ដាលឬកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះហេតុអ្វីបានជា Wing 1 សំខាន់សម្រាប់សន្តិសុខថៃទីតាំងរបស់ Wing 1 គឺនៅខេត្ត Nakhon Ratchasima អនុញ្ញាតឲ្យវិស័យតបឆាប់រហ័សក្នុងទិសដៅជាច្រើនគឺសម្រាប់ការការពារទីក្រុងបាងកកនៅកណ្ដាលប្រទេសថៃ
ឈ្មោះទៅរកព្រំដែនភាគឦសានឈ្មោះទៅរកឈូងសមុទ្រថៃឈ្មោះទៅរកតំបន់យោធានិងសេដ្ឋកិច្ចសំខាន់ដោយសារតែហេតុផលទាំងអស់នេះហើយ Wing Won ត្រូវបានចាត់ទុកថាគឺជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់ប្រទេសថៃទំនួលខុសត្រូវរបស់វាគឺរួមមានការតាមដានដែនអាកាសរបស់ប្រទេសថៃឆ្លើយតបទៅនឹងការឈ្លានពាននៅអាកាសចូលរួមនៅសម្ពយុទ្ធរួមគ្នាសំខាន់ៗឬកិច្ចសហប្រតិបត្តិការរវាងប្រទេសជាច្រើនផ្ដល់ជំនួយឆ្លើយតបទៅនឹងគ្រោះមហន្តរាយលំហាត់និងកិច្ចសហប្រតិបត្តិការអន្តរជាតិមូលដ្ឋានទ័ពអាកាស Wing Won តែងតែចូលរួមសម្ពយុទ្ធយោធារួមគ្នាជាមួយនឹងប្រទេសដូចជាសហរដ្ឋអាមេរិកសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីជប៉ុនកូរ៉េខាងត្បូងលំហាត់ទាំងអស់នោះជួយអ្នកបើកបរយន្តហោះរបស់ថៃរៀនពីយុទ្ធសាស្ត្រថ្មីៗកែលម្អប្រព័ន្ធទំនាក់ទំនងនិងពង្រឹងភាពជាដៃគូក្នុងតំបន់បងប្អូននេះគឺជាទីតាំងទ័ពអាកាសរបស់ថៃដែលមានឈ្មោះថា Wing Won នៅកូរ៉ាតនៅក្នុងខេត្តនាខនរាជសីមាសូមជម្រាបនៅវីដេអូមួយនេះមិនទាន់ផងដែរព្រោះថាវាសំខាន់ក្នុងការយល់ដឹងមែនទែននិងយល់ដឹងពីរឿងរ៉ាវមួយនេះទាំងអស់គ្នាពីមូលដ្ឋានទ័ពអាកាស Wing Won ថៃមានមូលដ្ឋានទ័ពអាកាសជាច្រើនទៀតប៉ុន្តែនេះគឺជាមូលដ្ឋានមួយក្នុងចំណោមទាំងអស់នោះគឺជា Wing Won ដែលស្ពីច្រើនគឺមាន F16 នៅទីនោះហើយគ្រប់យ៉ាងនៅទីនោះគឺដើម្បីស្តុកអាវុធវឹកហាត់នៅបណ្ដោះបណ្ដាលលេខបបោយន្តហោះរងទៀតសូមជម្រាបនៅវីដេអូមួយនេះជាបន្តសម្រាប់ការយល់ដឹងមែនទែនបើទស្សនាក្នុង Facebook ជួយ follow និង like page មួយផងបាទបើទស្សនាក្នុង YouTube សូម subscribe YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមឲ្យសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ